chỉ tôi tới sầm nạp bông ôn mấy ta cô pra từ lời tham frameในក្នុងការ trading មួយណាវាល្អតែជាហេតុទៅ time frame នៅក្នុងការ trading វា time frame មួយណាក៏ល្អដែរអាស្រ័យថាយើងនឹងចេះវិភាគចេះប្រើប្រាស់វាបានត្រឹមត្រូវនៅតាមក្បួនខ្នាតអត់ប៉ុន្តែអ្វីដែលខ្ញុំលើកទឹកចិត្តសម្រាប់បងប្អូនដែលចាប់ផ្ដើមថ្មីបងប្អូនគួរតែជៀសវាងពីការប្រើប្រាស់ time frame ទូចដូចជា time frame 1នាទី5នាទីជាដើមហេតុអី time frame របស់ហ្នឹងវាមាន noise វាច្រើនបើយើងនិយាយពីនៅក្នុង image វាណាទៅលើរូបភាពរំខានហ្នឹងវាច្រើនរំខានហ្នឹងសំដៅទៅលើអីសំដៅទៅលើបច្ចេកទេសសំដៅទៅលើ candlestick សំដៅទៅលើបច្ចេកទេសណាមួយដែលបងប្អូនវិភាគហ្នឹងនឹកឃើញច្រើនលើលោកពេកអញ្ចឹងនឹងធ្វើឲ្យបងប្អូនទាំងគ្នាបែងចែកឲ្យដាច់ស្មើនឹងចូលទីផ្សារច្រើនធ្វើឲ្យមានការខាតបង់ការចូលទីផ្សារសំដៅទៅលើការបែងចែកទៅលើបច្ចេកទេសទៅឲ្យច្បាស់មើលទៅលើសណារីយ៉ូឬក៏ទិសដៅនៃទីផ្សារហ្នឹងឲ្យបានច្បាស់អញ្ចឹងនៅពេលដែលបងប្អូនចាប់ឡើងថ្មីគួរតែដោតទៅលើ time frame អូនថា1ម៉ោងឬក៏4ម៉ោងដើម្បីធ្វើការរៀនទៅលើការវិភាគមើលពីទិសដៅបានច្បាស់ព្រោះ time frame ធំវានឹងបង្ហាញពីទិសដៅនិងបង្ហាញពីសណារីយ៉ូនៃទីផ្សារហ្នឹងវាបានវែងឆ្ងាយវាបានច្បាស់វាអត់សូវមានទៅលើ noise នៃ image ហ្នឹងនៅក្នុងការ trading នឹងឯងអញ្ចឹងព្រោះអ្នកថ្មីគឺជាទូទៅបងប្អូនទទួលស្គាល់រៀងពិបាកចាប់នៅក្នុងសណារីយ៉ូនៃទីផ្សារឬក៏បែងចែកទីផ្សារនឹងឲ្យច្បាស់ថាតម្រងមួយណាល្អតម្រងមួយណាវាអត់ល្អការចូលទីផ្សារគឺផ្ដោតទៅលើភាពច្បាស់លាស់និងគុណភាពមិនផ្ដោតទៅលើការចូលបានច្រើននិងមិនមានគុណភាពទេបងប្អូនអរគ្នាអញ្ចឹងការចូលទីផ្សារគឺផ្ដោតទៅលើឱកាស